សួស្តីfan fan ជាទីស្រឡាញ់ទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីការមកកាន់ channel របស់ admin នៅថ្ងៃនេះ admin នឹងមកសម្រាប់រឿង The Best Thing ភាគទី12ដែលជាភាគបន្តតែមុននឹងចូលដល់សាច់រឿង admin សូមឲ្យបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច subscribe channel របស់ admin អ្នកមួយផងណាតើអញ្ចឹងកុំឲ្យខាតពេលយូរទៅទស្សនាជាមួយ admin ទាំងអស់គ្នាចូលមកកាន់សាច់រឿងរបស់យើងជាបន្តវិញការពីនៅភាគមុនមករបស់តួស្រីយើងគាត់ក៏បានឲ្យតួស្រីយើងទៅណាត់ជួបបរិសម្នាក់ព្រោះគាត់បានណាត់គេឲ្យនាងរួចហើយទោះបីជាតួស្រីយើងចង់ប្រកែកក៏មិនអាចទេនាងក៏យល់ព្រមតែម្ដងទៅលោកស្អែកបន្ទាប់តួស្រីរបស់យើងនាងក៏បានមករងចាំបរិសម្នាក់ហ្នឹងនៅក្នុងភោជនីយដ្ឋានមួយប៉ុន្តែអត់ទាន់ឃើញគេមកទេលោកចាំឲ្យយ៉ាងយូរហើយនោះតួស្រីក៏បានឆាតទៅសួរម៉ាក់របស់នាងពីបរិសម្នាក់ហ្នឹងតែគាត់ក៏តបវិញថាគាត់ហ្នឹងក៏មិនអាចតាក់ទងគេបានដូចគ្នាចឹងគាត់ក៏ប្រាប់ឲ្យនាងមកផ្ទះសិនចោលជាមួយគ្នានឹងដែរលីជាគេក៏បានដើរមកឃើញតួស្រីរបស់យើងគេក៏ប្រញាប់ឆាតទៅប្រាប់ស៊ូយាយ៉ាងលឿនហើយស៊ូយាហ្នឹងគេក៏បានឲ្យលីជាហ្នឹងហៅតួស្រីរបស់យើងមកញ៉ាំអីជុំគ្នាជាមួយគេផងព្រោះគេក៏នៅហាងនឹងដូចគ្នាលោកពេលតួស្រីចេញមកដល់ក្រៅនាងក៏បានជួបលីជាធ្វើឲ្យនាងពិតជាភ័យផ្អើលយ៉ាងខ្លាំងតែលីជាហ្នឹងក៏ប្រាប់ថាលបងរបស់ខ្ញុំគាត់កំពុងតែញ៉ាំអីជាមួយក្រុមការងារនៅក្នុងហាងនេះដែរចឹងតើនាងចង់ចូលរួមជាមួយពួកខ្ញុំទេតួស្រីលើចឹងនាងមកម្ដងនឹងប្រកែកតែលីជាគេមិនឲ្យនាងប្រកែកតទេគេក៏នាំនាងទៅជាមួយគេតែម្ដងទៅពេលតួស្រីមកដល់ភ្លាមស៊ូយាពិតជាសប្បាយចិត្តយ៉ាងខ្លាំងប៉ុន្តែទឹកមុខរបស់ខសស៊ីនអត់សប្បាយចិត្តនៅពេលដែលឃើញតួស្រីរបស់យើងទេក្រោយមកគ្រប់គ្នាក៏បានផឹកស៊ីនិយាយគ្នាលេងដូចធម្មតាគេនឹងដែរមករបស់ស៊ូយាគេក៏បានសួរតួស្រីយើងពីនេះពីនោះដែលគេបានសួរថាតើអ្នកនាងធ្វើការនៅក្នុងសន្តាគារមែនទេចាំមិនបានជាអ្នកនាងស្គាល់ស៊ូយាចឹងតួស្រីក៏តបវិញថាអូខ្ញុំស្គាល់គាត់ព្រោះខ្ញុំគឺជាអ្នកជំងឺរបស់គាត់ហ្នឹងឯងហើយពួកយើងទាំងពីររស់នៅក្នុងសង្កាត់ជាមួយគ្នាហើយមួយរយៈនេះពួកយើងបានធ្វើការរួមគ្នាលើការពិគ្រោះយោបល់ផ្នែកថ្នាំចិនបុរាណទៀតផងមិត្តរបស់ស៊ូយាលើចឹងគេក៏លេងឆ្នោអីទៀតដែរពេលហ្នឹងស៊ូយាគេក៏បានដួសសុំអាចារ្យឲ្យតួស្រីរបស់យើងជាហេតុធ្វើមិត្តរបស់គេឡើងចំណែនហ្មងហើយគេក៏ប្រាឲ្យស៊ូយានឹងជួយដួសឲ្យគេអាចារ្យដែរមកបន្ទាប់ពីញ៉ាំអីជុំគ្នារួចហើយគ្រប់គ្នាក៏ចាប់ផ្ដើមលេងល្បែងកម្សាន្តមួយហើយអ្នកដែលចាញ់ហ្នឹងត្រូវទៅពិន័យឲ្យផឹកអីចឹងទៅលោកពេលដែលលេងមកដល់ខាងតួស្រីរបស់យើងគ្រប់គ្នាគេក៏បាននិយាយឈ្មោះថ្នាំដែលផ្ដើមដោយអក្សរស៊ូប៉ុន្តែតួស្រីរបស់យើងនាងនឹងមិនឃើញនោះទេហើយនាងក៏ច្រឡំយកឈ្មោះរបស់ស៊ូយាមកប្រើតែម្ដងទៅគ្រប់គ្នានឹងស៊ូយាលើហើយពួកគេពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បង្អាប់តួស្រីរបស់យើងពេញនឹងទៀតផងក្រោយពីលេងរួចហើយតួស្រីក៏បានទៅបន្ទប់ទឹកហើយនាងថែមទាំងនឹកឃើញពីអ្វីដែលនាងបាននិយាយមុននឹងផងដែរនាងអត់គួរនៅឲ្យឈ្មោះរបស់ស៊ូយាសោះពេលដែលនាងចេញមកវិញក៏សាប់តែបានឃើញស៊ូយាកំពុងតែឈរចាំនាងហើយគេក៏បានសួរនាងថាតើយប់នេះនាងកំពុងតែរងចាំអ្នកណាមែនទេព្រោះរាល់ដងនៅពេលដែលនាងចេញពីធ្វើការនាងតែងតែត្រឡប់ទៅផ្ទះតែពេលនេះនាងបែរជានៅទីនេះទៅវិញអញ្ចឹងតើនាងរងចាំជួបអ្នកណាមែនទេតួស្រីក៏ប្រាប់ថាគឺចាំជួបមិត្តម្នាក់ហ្នឹងតែគេបានមកឯងស៊ូយាលើចឹងគេក៏និយាយតបវិញថាតើនាងកំពុងតែណាត់ជួបបរិសម្នាក់មែននៅពេលលើគេសួរចឹងតួស្រីក៏ដឹងថាឆ្លើយបែបម៉េចដែរតែស៊ូយាហ្នឹងក៏បន្តទៀតថាតែមិនអីនោះទេព្រោះអីម្នាក់នោះហាគេបានមកជួបនាងឯងចឹងយប់នេះពួកយើងទៅផ្ទះជាមួយគ្នានេះគ្រាន់តែលើស៊ូយានិយាយចឹងភ្លាមតួស្រីក៏បានញញឹមហើយពួកគេទាំងពីរក៏ចូលទៅក្នុងវិញតែម្ដងទៅងាកមកមើលខាងក្នុងវិញគ្រប់គ្នាកំពុងតែរំទ្រៀងលេងយ៉ាងសប្បាយរីករាយប៉ុន្តែតួស្រីនិងស៊ូយាវិញពួកគេបែរជាអង្គុយមើលយ៉ាងស្ងៀមស្ងាត់ទៅវិញដោយឃើញបែបនេះមិត្តរបស់ស៊ូយាហ្នឹងក៏ដើរមកហៅស៊ូយាទៅផឹកលេងជុំគ្នាចឹងណាតែស៊ូយាគេអត់ផឹកទេតើលីជាហ្នឹងក៏ឲ្យជំរឿទៅកាន់ស៊ូយាបើសិនជាគេមិនផឹកគេត្រូវជ្រើសតែឆ្លើយសំណួរអីចឹងទៅស៊ូយាលើហើយគេក៏បានយកព្រមបន្ទាប់មកមិត្តរបស់ស៊ូយាគេក៏បានសួរថាតើពីចចាមរាមដែលកំពុងតែនិយាយតគ្នាហ្នឹងតើវាជាការពិតមែនទេស៊ូយាក៏តបវិញថាវាគឺជាការពិតតើមិត្តរបស់គេហ្នឹងក៏សួរទៀតថាចុះតើនារីអ្នកហ្នឹងនាងគឺជាអ្នកណាសំណួររបស់គេធ្វើឲ្យគ្រប់គ្នារួមទាំងតួស្រីរបស់យើងចាំស្ដាប់ឡើងផ្លឹកតែម្ដងហើយស៊ូយាគេក៏បានប្រាប់ថានារីម្នាក់ហ្នឹងគឺជាមនុស្សដែលខ្ញុំបានជួបនៅក្នុងខែមេសាគ្រាន់តែលើចឹងភ្លាមតួស្រីពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយនាងក៏នឹកសម័យថ្ងៃដែលនាងបានជួបស៊ូយាដំបូងគឺថ្ងៃនោះជាខែមេសាហ្នឹងឯងក្រោយពីផឹកអស់ជាច្រើនម៉ោងហើយនោះតួស្រីក៏បានសម្លឹងស្រាយ៉ាងខ្លាំងហើយស៊ូយាគេក៏បានជួយនាងត្រឡប់មកផ្ទះនៅពេលមកដល់ក្នុងសួនស៊ូយាគេក៏បានដាក់នាងសម្រាប់សិនស្រាប់តែគ្នានឹងដែរតួស្រីរបស់យើងនាងក៏បាននិយាយទៅកាន់ស៊ូយាថាខ្ញុំពិតជាអរគុណខ្លាំងណាស់ដែលលោកចូលចិត្តខ្ញុំនិយាយរួចនាងថែមទាំងអបករបស់ស៊ូយាធ្វើឲ្យស៊ូយាក៏បានញញឹមហើយគេក៏និយាយទៅវិញថានាងស្វឹងស្រាយនិយាយមិនទាន់ផុតផងក៏ស្រាប់តែតួស្រីរបស់យើងនាងក៏អត់មកថាស៊ូយាតែម្ដងជាហេតុធ្វើឲ្យស៊ូយាឡើងភ្ញាក់ផ្អើលហ្មងហើយពួកគេទាំងពីរហ្នឹងក៏បានថាគ្នាយ៉ាងផ្អែមល្ហែមផងដែរក្រោយពីថារួចហើយស៊ូយាក៏បានជួបតួស្រីយ៉ាងឡើងមកដល់ផ្ទះធ្វើឲ្យម៉ាក់ប៉ារបស់នាងពិតជាឆ្ងល់យ៉ាងខ្លាំងព្រោះពួកគាត់អត់សូវចំណាំស៊ូយាទេតែស៊ូយាគេក៏បានសួរពួកគាត់ថាពួកមីងតើម្ហូបដែលផ្សំពីថ្នាំចិនហ្នឹងមានរសជាតិឆ្ងាញ់អត់គ្រាន់តែលើចឹងភ្លាមពួកគាត់ក៏ចំណាំស៊ូយាវិញហើយថែមទាំងហៅស៊ូយាហ្នឹងចូលលេងក្នុងផ្ទះទៀតផងប៉ុន្តែស៊ូយាគេក៏ប្រាប់ថាចាំនៅក្រៅចោលហើយគេក៏សុំលាពួកគាត់តែម្ដងទៅប៉ុន្តែគ្រានឹងដែរគេក៏បានលើពួកគាត់និយាយគ្នាពីខាងក្នុងផ្ទះដែលពួកគាត់ហ្នឹងបានសរសើរថាស៊ូយាជាមនុស្សសង្ហាស័ក្តិសមនឹងកូនស្រីរបស់គាត់អីចឹងទៅស៊ូយាលើហើយគេឡើងញញឹមតែម្ដងលោកស្អែកបន្ទាប់ស៊ូយាគេក៏បានផ្ញើសារទៅដាក់តួស្រីរបស់យើងឲ្យភ្ញាក់ហើយគេក៏បានធ្វើបញ្ជាក់បញ្ជាថ្នាំថ្មីឲ្យនាងទៀតបន្តមកទៀតស៊ូយាគេក៏បានយកថ្នាំហ្នឹងទៅឲ្យតួស្រីយើងដល់ផ្ទះពេលដែលស៊ូយាមកដល់តួស្រីក៏បានចុះមកទទួលតែនាងអត់សូវហ៊ានមើលមុខរបស់ស៊ូយាទេនាងក៏សួរស៊ូយាថាតើក្មេងស្រីដែលលោកបាននិយាយការពីយប់មិញគឺជាខ្ញុំមែនទេស៊ូយាក៏ប្រាប់ថាត្រូវហើយការពិតទៅខ្ញុំរកពេលចង់ប្រាប់នាងយូរមកហើយតែខ្ញុំអត់ទាន់មានពេលវេលាស័ក្តិសមសោះតែថ្ងៃនេះខ្ញុំនឹងប្រាប់នាងដល់ផ្ទាល់មាត់គឺខ្ញុំពិតជាចូលចិត្តនាងខ្លាំងណាស់ប៉ុន្តែតួស្រីរបស់យើងនាងបែរជាដកដៃចេញពីស៊ូយាវិញនិងសុំទោសទៅកាន់គេទៀតផងស៊ូយាឃើញអញ្ចឹងគេក៏បានសួរពីហេតុផលតើតួស្រីក៏ប្រាប់ថាកំឡុងពេលនេះខ្ញុំអត់ចង់គិតរឿងស្នេហានោះទេព្រោះខ្ញុំត្រូវទៅរៀននៅបរទេសអញ្ចឹងខ្ញុំអត់ចង់គិតរឿងហ្នឹងឡើយយ៉ាងណាមិញស៊ូយាគេក៏បានអះអាងថាគេនឹងនៅ
ចាំនាងអីចឹងណាតែតួស្រីរបស់យើងនាងនៅតែសុំទោសទៅកាន់ស៊ូយានាងពិតជាមិនអាចស្រឡាញ់គ្នាជាមួយគេបានពិតមែនស៊ូយាស្ដាប់ហើយគេពិតជាឈឺចាប់យ៉ាងខ្លាំងហើយគេក៏ដើរចេញតែម្ដងទៅចំណែកតួស្រីវិញនាងពិតជាចង់ហៅស៊ូយាមែនតែនាងមិនអាចហៅគេឈប់បានទេកាលមកតួស្រីរបស់យើងនាងក៏បានយកថ្នាំមកទុកហើយម៉ាក់ប៉ារបស់នាងនឹងក៏បានសួរនាងពីស៊ូយាតើការប្រយុទ្ធមិញនាងទៅផឹកស៊ីជាមួយគេមែនគាត់មើលទៅគេដូចជាយកចិត្តទុកដាក់ជាមួយនាងខ្លាំងណាស់តួស្រីស្ដាប់ហើយនាងក៏បានប្រាប់ពួកគាត់ថាខ្ញុំបានបដិសេធជាមួយគាត់រួចហើយគ្រាន់តែលើចឹងភ្លាមពួកគាត់ឡើងភ្ញាក់ផ្អើលហ្មងណាតែតួស្រីក៏ប្រាប់ពីមុនហើយតាក់ទងនឹងការទៅរៀនរបស់នាងអីចឹងទៅមិនថាពួកគាត់ព្យាយាមបញ្យល់យ៉ាងណាប្រាប់តួស្រីរបស់យើងក៏នាងនៅតែមិនស្ដាប់នោះដែរនាងនៅតែប្រកាន់ចំហថានាងមិនចង់មានតំណែងតំណងមុនពេលនាងទៅបរទេសទេលោកពេលដែលឃើញតួស្រីរបស់យើងមកធ្វើការសៀងយ៉ាក៏បានសួរពីរឿងស៊ូយាផងដែរពួកនាងឮថាតួស្រីយើងនឹងបានបដិសេធស៊ូយាតើតួស្រីនឹងក៏ប្រាប់សៀងយ៉ាតាមនឹងនាងពិតជាមិនចង់ឲ្យស៊ូយាមានការស្ដាយក្រោយដូចជាអតីតមិត្តប្រុសរបស់នាងនោះទេហើយនាងពិតជាមិនអាចចាប់ផ្ដើមតំណែងតំណងស្នេហាដែលនៅឆ្ងាយពិតមែននាងខ្លាចស៊ូយាមិនអាចទទួលយកបានដូចជាអតីតមិត្តប្រុសរបស់នាងសៀងយ៉ាស្ដាប់ហើយក៏មិនដឹងនិយាយបែបណាជាមួយតួស្រីយើងទេកាត់ទៅមើលខាងស៊ូយាវិញគេកំពុងតែនិយាយកិច្ចការជាមួយក្រុមការងារគេនឹងដែរខើស៊ីននិងលីជាពួកគេក៏ចាប់អារម្មណ៍ឃើញថាស៊ូយាដូចជាអត់សប្បាយចិត្តស្រាប់តែគ្រាហ្នឹងក៏មានអ្នកណាម្នាក់បានផ្ញើសារមកកាន់លីជាដោយប្រាប់ពីរឿងរបស់ស៊ូយានឹងត្រូវតួស្រីបដិសេធអីចឹងណាហើយគេក៏យករឿងហ្នឹងប្រាប់ដល់ខើស៊ីនផងដែរខើស៊ីនស្ដាប់ហើយនាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងតែនាងក៏មានចិត្តអាណិតស៊ូយាដូចគ្នាលោកពេលស៊ូយាទំនេរខើស៊ីននាងក៏បានទិញភេសជ្ជៈពីកែវមកផឹកជាមួយស៊ូយានិងនាំគេនិយាយលេងពីនេះពីនោះអីចឹងទៅចំណែកស៊ូយាវិញនៅពេលដែលឃើញខើស៊ីនផឹកភេសជ្ជៈដូចជាតួស្រីរបស់យើងអារម្មណ៍របស់គេក៏បានគិតពីនាងដូចគ្នាកាត់ទៅមើលខាងតួស្រីវិញនៅយប់នេះនាងក៏បានមកអង្គុយលេងតាមម្នាក់ឯងនៅក្នុងសួនថែមទាំងយកដៃមកឈ្លីដើមទ្រង់ទៀតផងជាមួយគ្នានឹងដែរស៊ូយាគេក៏បានដើរមករកនាងនិងសួរទៅកាន់នាងថាមិនក៏នាងអត់ពាក់សមជើងចឹងដឹងថាវាតិចអីតួស្រីក៏ឆ្លើយថាមកពីខ្ញុំផ្លេចហ្នឹងហើយស៊ូយានឹងគេក៏ប្រាប់ទៀតថាគេទៅតែចេញពីធ្វើការថែមមកចឹងគេចង់បបួលនាងតែនិយាយមិនទាន់អស់ផងតួស្រីក៏បាននិយាយកាត់ថាចឹងលោកច្បាស់ជាអស់កម្លាំងហើយលោកប្រញាប់ទៅសម្រាប់ចោលនិយាយរួចនាងក៏សុំលាគេតែម្ដងទៅជាហេតុធ្វើឲ្យស៊ូយាពិតជាខូចចិត្តមែនតើលោកពេលដែលតួស្រីយើងចូលគេងនាងក៏បាននឹកសម័យឃើញខ្លួនឯងនឹងកំពុងតែជាប់នៅលើឡានក្រុងមួយតែគ្រានឹងដែរនាងក៏បានឃើញស៊ូយានឹងកំពុងតែឈរកាន់ឆាត់មើលមកនាងហើយនាងក៏ដាក់ទៅស្វាគមន៍គេប៉ុន្តែទឹកមុខរបស់ស៊ូយាមិនញញឹមនោះឡើយគេបែរជាឈរសម្លក់នាងដូចចង់ស៊ីសាច់របស់នាងទៅវិញតួស្រីឃើញចឹងព្រាមនាងក៏ចង់ទៅរកស៊ូយាតែនាងបើកទ្វារឡានក្រុងមិនចេញនោះឡើយនាងក៏សើចហៅស៊ូយាឲ្យជួយប៉ុន្តែគេអត់ជួយនាងទេហើយនាងក៏បានស្រែកឡើងភ្ញាក់ពីសុបិនផងដែរសាច់រឿងក៏បានកាត់ទៅមើលខាងស៊ូយាវិញគេកំពុងតែនិយាយលេងជាមួយនឹងលោកតាពីរឿងរបស់តួស្រីយើងដោយលោកតាគាត់បានដឹងអីចឹងណាแล้วគាត់ក៏សួរស៊ូយាថាតើមានរឿងអីកើតឡើងរវាងនាងនិងគេទៅស៊ូយាក៏រៀបរាប់គាត់តាមនឹងក៏លេចទៅមើលខាងតួស្រីវិញនៅពេលដែលនាងមកធ្វើការនាងក៏បានយកថង់កោមកហិតប៉ុន្តែឃើញថាក្លិនរបស់វានឹងចាប់ផ្ដើមអន់ថយហើយព្រោះនាងត្រូវបដូរវាថ្មីស្រាប់តែគ្រានឹងដែរខាងសាលាក៏បានផ្ញើឯកសារមកប្រាប់ដល់តួស្រីយើងថាពេលនៃការដាក់ពាក្យសុំចូលរៀននៅប្រទេសស្វីសរបស់នាងបានជោគជ័យហើយគ្រាន់តែឃើញចឹងព្រាមតួស្រីបានជាមានអារម្មណ៍ថាសេះទៅវិញហើយនាងក៏បានគិតថាទីបំផុតនាងនិងស៊ូយានៅតែបែកគ្នាដដែលចឹងអ្វីដែលនាងបានសម្រេចចិត្តវាមិនខុសនោះទេបកទៅមើលខាងស៊ូយាជាបន្តវិញលោកតាគាត់ក៏បានឆុងថ្នាំជាមួយទឹកក្តៅឲ្យស៊ូយាផងព្រោះគាត់ដឹងថាមួយរយៈនេះស៊ូយាគេច្បាស់ជាអត់សូវញ៉ាំបាយនោះទេចឹងក៏ខ្លាចគេឈឺកាពះអីចឹងទៅស៊ូយាស្ដាប់ហើយគេក៏មិនតបអីនោះដែរហើយក៏យកថ្នាំនឹងមកផឹកហ្មងទៅរំលោភបានប្រហែលថ្ងៃដល់រងាក៏បានមកដល់ហើយនៅថ្ងៃនេះអាកាសធាតុក៏មានប្រែធ្លាក់ទៀតឯខាងតួស្រីយើងវិញនាងកំពុងតែរៀបចំបន្ទប់សាជាថ្មីសម្រាប់អ៊ំស្រីការពីលើកមុនព្រោះគាត់អត់តន់ត្រឡប់ទៅវិញទេគាត់ចង់ស្នាក់នៅទីនេះបន្តទៀតព្រោះគាត់ចូលចិត្តទេសភាពនៅក្នុងសន្តាគារអីចឹងណាកំឡុងពេលរៀបចំបន្ទប់បុគ្គលិកក៏បានរកឃើញថ្នាំរបស់អ៊ំស្រីហើយតួស្រីរបស់យើងនាងក៏យកវាមកបកគលអ៊ំស្រីផងដែរចំណែកអ៊ំស្រីវិញគាត់ក៏បានសម្លឹងមើលទៅតួស្រីរបស់យើងនឹងសួរនាងថាតើមកយ៉ាងនេះនាងអត់បានគេងទេមែនទេមិនក៏មុខរបស់នាងស្លាប់ខ្លាំងម៉ែតួស្រីក៏ប្រាប់ថាគឺខ្ញុំគេងមិនលក់ហ្នឹងឯងអ៊ំស្រីលើចឹងគាត់ក៏បានដឹងថាច្បាស់ជាតួស្រីយើងមានវិបត្តិអ្វីមួយជាមិនខានហើយគាត់ក៏បបួលនាងនិយាយគ្នាលេងហ្មងទៅហើយតួស្រីរបស់យើងនាងក៏បាននិយាយរឿងក្នុងចិត្តប្រាប់ទៅកាន់គាត់ដោយនាងបាននិយាយថារាល់ថ្ងៃនេះខ្ញុំកំពុងតែសម្រេចចិត្តធ្វើរឿងមួយប៉ុន្តែខ្ញុំបែរជាសោកស្ដាយទៅវិញខ្ញុំកំពុងតែគិតថាតើខ្ញុំធ្វើនេះខុសឬមួយក៏ត្រូវតែអ៊ំស្រីអ្នកហ្នឹងគាត់ក៏ប្រាប់ទៅវិញថាក្នុងโลกនេះគ្មានពាក្យថាខុសឬត្រូវនោះទេគ្រាន់តែថាអ្វីដែលយើងសម្រេចចិត្តតើអាចនឹងធ្វើឲ្យយើងស្ដាយក្រោយឬមួយក៏អត់ហើយគាត់ក៏បានលើកឧទាហរណ៍ពីព្រៃកំពុងតែធ្លាក់ពេលដែលវាធ្លាក់មកខ្លាយទៅជាទឹកនោះទឹកទាំងអស់ហ្នឹងក៏ត្រូវតែហូរចូលបឹងតែមួយដូចតែគ្នាហ្នឹងតួស្រីស្ដាប់ហើយនាងពិតជាស្មុគស្មាញយ៉ាងខ្លាំងនាងអត់ដឹងថានាងគួរតែប្រាប់ស៊ូយាបែបណាកាត់ទៅមើលខាងផ្ទះរបស់ស៊ូយាវិញនៅថ្ងៃនេះសិស្សប្អូនរបស់គេទាំងអស់ក៏បាននាំគ្នាញ៉ាំអីលេងនៅផ្ទះរបស់ស៊ូយាហើយប៉ារបស់ស៊ូយាគាត់ក៏បានខំមកសួរសុខទុក្ខគេផងដែរនិងសួរនាំគេពីរឿងម្លេះផ្ទះអីចឹងណាព្រោះចិត្ត10បនចូលឆ្នាំហ្មងហើយស៊ូយាក៏ប្រាប់ថាគេនឹងឡើងទៅលេងអីចឹងទៅត្រឡប់ទៅមើលខាងតួស្រីវិញនៅពេលដែលនាងចេញពីធ្វើការនាងនិងសៀងយ៉ាក៏បាននាំគ្នាមកផឹកលេងនៅផាប់មួយហើយអ្នកទាំងពីរក៏និយាយគ្នាពីរឿងរបស់ស៊ូយាដូចគ្នាដោយសៀងយ៉ានាងនៅតែចង់ឲ្យតួស្រីរបស់យើងពិចារណាម្ដងទៀតអីចឹងណាព្រោះនាងចង់ឲ្យតួស្រីយើងមានការស្ដាយក្រោយទេស្របពេលនឹងដែរលីជាគេក៏បានផ្ញើឆាតមកឲ្យសៀងយ៉ាដោយគេបានប្រាប់ថាគេកំពុងតែញ៉ាំអីនៅផ្ទះរបស់ស៊ូយាគ្រាន់តែដឹងចឹងភ្លាមសៀងយ៉ានាងក៏បបួលតួស្រីទៅលេងផ្ទះរបស់ស៊ូយាតែតួស្រីរបស់យើងអ្នកចង់ទៅទេព្រោះអត់ដឹងថាប្រឈមមុខនឹងស៊ូយាបែបម៉េចយ៉ាងណាមិញសៀងយ៉ានេះអត់ខ្វល់ទេនាងចង់ឲ្យតួស្រីយើងទៅប្រាប់ស៊ូយាបានច្បាស់ថានាងក៏មានចិត្តលើគេដែរដើម្បីកុំឲ្យស៊ូយាគិតថាតួស្រីយើងជាមនុស្សខុសខើអត់យល់ពីទំហំចិត្តរបស់គេឯខាងស៊ូយាវិញពេលដែលគេនិយាយទូរស័ព្ទចាប់លីជាក៏បានប្រាប់គេថាសៀងយ៉ានឹងតួស្រីយើងនាងចង់មកលេងទីនេះដែរព្រោះពួកនាងក៏នៅម្ដុំៗនឹងដូចគ្នាស៊ូយានឹងឲ្យគេក៏បានយកព្រមតែមើលទៅទឹកមុខរបស់ខាស៊ីនអត់សប្បាយចិត្តនៅ
ពេលដែលលើថាតួស្រីយើងមកលេងបែបនេះទេมันយូរប៉ុន្មានសៀងយ៉ាងនឹងតួស្រីរបស់យើងក៏បានមកដល់តែតួស្រីរបស់យើងនៅតែខ្មាស់អៀនអាធានចូលឯងស្ដាប់តែគ្រាហ្នឹងក៏បានឃើញសូយាបាត់ទ្វារបន្ទប់ហើយតួស្រីរបស់យើងពិតជារអៀលខ្លួនខ្លាំងមែនតើប៉ុន្តែសូយាគេមិននិយាយអ្វីទេគេក៏ឲ្យពួកនាងចូលមកក្នុងចោលោកពេលចូលមកដល់ហើយសៀងយ៉ាងក៏បានតែនិយាយលេងជាមួយលីជាហើយតួស្រីវិញនាងក៏បានអង្គុយមើលសូយាហើយមើលទៅពួកគេទាំងពីរអត់ស្និទ្ធស្នាលដោយការពីមុននោះឡើយបន្ទាប់ពីអាហារឆ្អិនហើយនោះគ្រប់គ្នាក៏បានញ៉ាំយ៉ាងសប្បាយរីករាយតែសូយាវិញគេគិតតែពីសម្លឹងមើលតួស្រីយើងរហូតក្នុងចិត្តរបស់គេចង់ចាប់មកហូបឲ្យនាងប៉ុន្តែគេមិនអាចធ្វើបានទេស្រាប់តែគ្រានឹងដែរតួស្រីរបស់យើងនាងក៏បានជួលសាច់មួយដុំពីចង្កឹះជាហេតុធ្វើឲ្យខោរបស់នាងក៏បានប្រឡាក់សូយាឃើញអញ្ចឹងគេក៏ឲ្យនាងទៅផ្ទះបាយដើម្បីយកហ្វឺនឹងគូស្នាមប្រឡាក់នឹងចេញទៅតួស្រីលើហើយនាងក៏បានទៅយ៉ាងលឿនឯខាងខើស៊ីនវិញនាងពិតជាខឹងនឹងតួស្រីរបស់យើងមែនតើហើយនាងក៏ធ្វើជាទៅយកទឹកម្ទេសនៅផ្ទះបាយដើម្បីបានអាការនិយាយគ្នាជាមួយនឹងតួស្រីយើងពេលដែលនាងចូលមកដល់នាងក៏បានទាញទ្វារបិទហើយនាងក៏ធ្វើជាយកទឹកម្ទេសនិងជឿនិយាយទៅកាន់តួស្រីយើងថាតើនាងមានដឹងថាសាច់ច្បងសូយានឹងគាត់ធ្លាប់មានមិត្តស្រីទេពួកគាត់ទាំងពីរបានតាក់ទងគ្នាតាំងពីនៅវិទ្យាល័យមកម្ល៉េះតែក្រោយមកពួកគាត់បែកគ្នាដោយសារតែមិត្តស្រីរបស់គាត់ទៅរៀននៅបរទេសហើយអរិយាពេលជាច្រើនឆ្នាំមកហើយដែលសាច់ច្បងគាត់រស់នៅក្នុងភាពឈឺចាប់ដូច្នេះបើសិនជានាងមិនស្រឡាញ់គាត់ទេនាងមិនគួរបង្ហាញឲ្យគាត់ឃើញទេដូចជាពេលនេះអញ្ចឹងនាងអត់គួរណាមកផ្ទះរបស់គាត់នោះឡើយព្រោះមួយក៏នាងគិតថានាងមានមុនស្នេហ៍មែនទេចឹងនាងគួរតែជប់រំខានគាត់ទៀតទៅតួស្រីស្ដាប់ហើយនាងក៏បានតបវិញថាទំនាក់ទំនងរបស់ខ្ញុំនិងសូយាអាចនឹងស្មុគស្មាញបន្តិចតែខ្ញុំពិតជាអរគុណនាងដែលបានរំលឹកខ្ញុំនិយាយរួចតួស្រីក៏បានបើកទ្វារចេញតែមិននឹកស្មានថាបែរជាឃើញសូយាកំពុងទៅនៅទីនឹងទៅវិញប៉ុន្តែតួស្រីរបស់យើងនាងមិននិយាយអ្វីនោះឡើយនាងក៏យកអាក្រៅរបស់នាងរួចចាក់ចេញពីផ្ទះរបស់សូយាតែម្ដងទៅពេលចុះមកដល់ក្រោមតួស្រីក៏បានយំផងដែរងាកមកមើលគ្រប់គ្នាវិញបន្ទាប់ពីញ៉ាំអីរួចហើយគ្រប់គ្នាក៏បានត្រឡប់ទៅវិញប៉ុន្តែសូយាគេអត់ឲ្យខាស៊ីនទៅទេព្រោះគេមានការចង់និយាយជាមួយនាងបន្តិចលោកពេលគ្រប់គ្នាទៅអស់ខាស៊ីនក៏បានសុំទោសសូយាតែសូយាគេអត់ខឹងនោះឡើយគេក៏ប្រាប់នាងថាបច្ចុប្បន្ននេះនាងជាសិស្សរបស់ខ្ញុំតែថ្ងៃមុខនាងនៅតែជាសិស្សរបស់ខ្ញុំដដែលចឹងខ្ញុំគិតថាឆោមេក្រោយនេះនាងឈប់ដើរតាមខ្ញុំទៀតទៅនាងជាសិស្សពូកែនឹងវ័យឆ្លាតដូច្នេះនាងច្បាស់ជាអាចជោគជ័យជាមិនខាននិយាយរួចគេក៏ដើរចេញតែម្ដងទៅពេលចូលមកដល់ក្នុងវិញសូយាគេពិតជាខូចចិត្តយ៉ាងខ្លាំងហើយគេក៏បាននឹកឃើញពីពាក្យរបស់សៀងយ៉ាដែលបានប្រាប់គេមុនហ្នឹងគឺនាងបានប្រាប់សូយាថាការបាត់ទៅស៊ីហ្វាននាងពិបាកចិត្តជាងលោកទៅទៀតចាប់តាំងពីនាងបដិសេធលោកមកនាងអាចស្រស់ស្រាយនោះទេព្រោះនាងក៏មានអារម្មណ៍លើលោកដូចគ្នាប៉ុន្តែនាងមិនអាចប្រាប់លោកបានទេសូយាលើចឹងគេក៏សួរវិញថាចុះមិនក៏ស៊ីហ្វាននាងមិនប្រាប់ខ្ញុំតែខ្លួនឯងអញ្ចឹងតើសៀងយ៉ាក៏ប្រាប់ថានាងគ្មានភាពក្លាហានដើម្បីនិយាយទេលោកមានដឹងទេនាងធ្លាប់មានស្នេហាដំបូងតែម្នាក់គត់ហើយគេនិងនាងស្រឡាញ់គ្នាអស់7ឆ្នាំប៉ុន្តែចុងក្រោយពួកគេនៅតែបែកគ្នាដូច្នេះនាងអត់ចង់ទទួលយកស្នេហាម្ដងទៀតព្រោះនាងខ្លាចខ្លួនឯងឈឺចាប់ម្ដងទៀតក្រោយពីនឹកឃើញរឿងហ្នឹងហើយសូយាពិតជាខូចចិត្តយ៉ាងខ្លាំងឯខាងទូសីវិញនាងក៏ឈឺចាប់មិនចាញ់សូយាដូចគ្នាការប៉ះចិត្តរបស់នាងពិតជាស្រឡាញ់សូយាខ្លាំងតែនាងទន់ខ្សោយមិនអាចទទួលយកសូយាបាននោះឡើយក្រោយមកសាច់របស់យើងក៏បានស្លេះនៅត្រឹមនេះហើយអេដមីនក៏សូមអធិស្ឋានផងដែរវគ្គនេះសម្លេងរបស់អេដមីនរៀងពិបាកស្ដាប់តិចដោយសារអេដមីនឈឺកអញ្ចឹងសូមការលើកលែងផងណាចាំជួបគ្នាជាមួយអេដមីននៅភាគក្រោយជាបន្តទៀតសូមអរគុណសូមជម្រាបលាបាយបាយ